អញ្ចឹងជាក់ស្ដែងដូច estimate នេះយើងចូលមកវាមាន option នៅពេលដែលយើងបង្កើត estimate នេះខ្ញុំអត់បាន posting អញ្ចឹងឧទាហរណ៍ថាយើងបង្កើត estimate ហើយបងsale ប្រតិបត្តិការនឹងហើយបងចង់create sale order គឺបងអាចនឹង select លើនឹងផ្ទាល់ក៏បានដែរអញ្ចឹងបើក្នុងsale order នឹងបងទៅ create ទៅលើ invoice បងអាច save សិនអញ្ចឹងយើង back មកយើង create ទៅលើ sale order នៅកន្លែងនេះឬក៏ option មួយទៀតគឺយើងអាច create នៅលើ invoice ទៅលើ sale order ក៏បានដែរគាត់ទៅ select ទៅលើ customer អញ្ចឹងទៅគឺវានឹងបង្ហាញទៅលើអឺ estimate ដែលយើងចង់ create មកលើអឺ sale order មួយហ្នឹងអញ្ចឹងយើង select customer ទៅវានឹង load ផ្ទាំងនៅក្នុងការដែលឲ្យយើង select ដូចប្រតិបត្តិការ sale order estimate ដែលខ្ញុំបង្ហាញពីព្រឹកដែរអញ្ចឹងណាអញ្ចឹងយើងអាចធ្វើបានពីរជម្រើស